ចាពេលចូលឆ្នាំខ្មែរថ្មីនេះហាគឺជាពេលដែលយើងត្រូវបោះបង់ហើយបោះបង់ឲ្យអស់រឿងដែលអត់ប្រយោជន៍បោះបង់ឲ្យអស់មនុស្សដែលមិនខ្វល់ពីយើងអញ្ចឹងខាងក្រោមនេះគឺជាទម្លាប់ចំនួន5ដែលយើងគួរតែបោះបង់នៅពេលដែលយើងលេងទូរស័ព្ទអនឡាញហើយកុំភ្លេចមើលដល់ចប់ព្រោះខ្ញុំមាន survey ក៏ដូចជាមាន giveaway ជាសៀវភៅ free ឲ្យអ្នកចូលរួមទៀតផងទម្លាប់ទី1ឈប់តាមដានមនុស្សដែលយើងអត់ចូលចិត្តមិនមែនអ្នកបង្កើតមាតិកាទាំងអស់សុទ្ធតែស័ក្តិសមឲ្យយើងតាមដានទេសូម្បីខ្ញុំផ្ទាល់ខ្ញុំអ្នកធ្វើវីដេអូអប់រំមិនក៏ដោយក៏ខ្ញុំទទួលស្គាល់ក្នុងចិត្តហើយថាប្រកាសជាមានអ្នកអត់ចូលចិត្តមានអ្នកអត់តាមដានខ្ញុំហើយអាហ្នឹងវាជារឿងធម្មតាទេឲ្យតែមានអ្នកមើលហើយបន្តគ្រប់គ្រងខ្ញុំនឹងបន្តធ្វើហើយតែសម្រាប់អ្នកដែលមើលវិញនៅពេលដែលយើងអូស Facebook អូស TikTok ឃើញតែអ្នកដែលយើងអត់ចូលចិត្តរឿងដែលអត់ប្រយោជន៍ចំពោះយើងគិតថាអត់ប្រយោជន៍តែវាចេះតែលោតមកតែប៉ុណ្្នឹងគឺជាដូចជាកត្តាមួយបំពល់ខួរក្បាលយើងអ្នកខ្លះវិញខ្ញុំនិយាយតាមត្រង់មេត្តាគាត់អត់មានខុសអីទេគាត់ធ្វើតែគាត់ទេប៉ុន្តែសម្រាប់យើងគឺយើងអត់ចូលចិត្តយើងអត់ចូលចិត្តម្នាក់ហ្នឹងឬក៏យើងអត់ចូលចិត្តអ្វីមួយនៃមេត្តាគាត់អញ្ចឹងណាអញ្ចឹងឈប់ដាក់ទរណកម្មខ្លួនឯងទៅ unfollow គាត់ទៅនិយាយមែនអ្នកខ្លះអាចគិតថានឹងជារឿងតូចតាចតែពិតវាតែឯងវាពិតជារឿងតូចតាចមែនប៉ុន្តែតើមួយថ្ងៃយើងអូសទូរស័ព្ទប្រហែលម៉ោងតើយើងអូសឃើញមេត្តាឬក៏មនុស្សដែលយើងអត់ចូលចិត្តប្រហែលដងនៅពេលឃើញម្ដងយើងមានប្រតិកម្មម្ដងដល់ឃើញ10ដងឃើញ20ដង30ដងក្នុងមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃអាហ្នឹងបូកចូលគ្នាក៏វាអាចប៉ះពាល់ដល់ផ្លូវចិត្តយើងមិនស្ទើរដែរទម្លាប់ទី2ឈប់រំលងមេត្តាដែលអ្នកចូលចិត្តខ្ញុំមានទម្លាប់ថ្មីមួយដែលខ្ញុំបានធ្វើប្រហែលជា2-3ឆ្នាំចុងក្រោយហ្នឹងណានៅពេលដែលខ្ញុំបានមើលមេត្តាដែលល្អគឺខ្ញុំនឹង comment ខ្ញុំនឹង like ខ្ញុំនឹង share ខ្ញុំនឹង comment ជាពិសេសគឺ comment តែម្ដងនេះគឺជាទម្លាប់ល្អមែនតើនៅពេលដែលអ្នកមើលមេត្តាអីមួយដែលអ្នកចូលចិត្តអញ្ចឹងណាកុំភ្លេច comment ចែករំលែកបទពិសោធន៍ចែករំលែកការគិតឬក៏គ្រាន់តែ comment អរគុណគេអញ្ចឹងទៅធ្វើដូច្នេះអ្នកបានលើកទឹកចិត្តឲ្យអ្នកបង្កើតមេត្តាហ្នឹងគាត់មានកម្លាំងចិត្តទៅធ្វើតទៀតហើយបន្ថែមពីលើហ្នឹងនៅពេលដែលមានគេ comment លើ post អីមួយច្រើនគឺធ្វើឲ្យ post ហ្នឹងមានអ្នកមើលហត់ទៅច្រើនចាហ្នឹងដូចពេលមុនដែលគេនិយាយថា please stop making stupid people famous ណាថាសូមវល់ឈប់ធ្វើឲ្យអ្នកឈួតហ្នឹងគាត់ល្បីទៅប៉ុន្តែអញ្ចឹងយើងគួរតែយកពេលទៅគ្រប់គ្រងទៅធ្វើឲ្យអ្នកដែលគាត់ល្អហ្នឹងល្បីវិញត្រូវចាអញ្ចឹងនិយាយមកដល់ពេលនេះខ្ញុំចង់និយាយអំពី survey មួយដែលខ្ញុំបានធ្វើឡើងដោយផ្ទាល់ដើម្បីយល់ដឹងពីការប្រើប្រាស់អ៊ីនធឺណិតរបស់ប្រជាជនខ្មែររបស់អ្នកតាមដានទស្សនា page នេះផ្ទាល់នឹងតែម្ដងគោលបំណងយើងគឺយើងចង់ឲ្យអ៊ីនធឺណិតនៅស្រុកខ្មែរហ្នឹងល្អជាងមុនហើយនឹងមានសុខុមាលភាពជាងមុនសម្រាប់អ្នកប្រើប្រាស់តែវាខ្លីៗមែនតើមានតែប្រហែលសំណួរទេធ្វើតែ 2-3 នាទីគឺហើយហើយចាអញ្ចឹងជាការអរគុណគឺខ្ញុំនឹងហើក្នុងចំណោមអ្នកចូលរួមនោះខ្ញុំនឹងហើ5នាក់ដែលនឹងឈ្នះរង្វាន់សភៅទស្សនវិជ្ជាមួយពីខ្ញុំសុទ្ធតែជាសភៅខ្ញុំធ្លាប់អានហើយខ្ញុំឲ្យផ្កាយ5វាមានអត្ថន័យល្អខ្លាំងមែនតើហើយក៏ដូចជាមាន note ពិសេសទៅសេពីខ្ញុំទៅកាន់អ្នកផងដែរតោះចូលដល់ទម្លាប់ទី3ឈប់ comment ឬក៏ចែកម្លែកតាមតែអារម្មណ៍ខ្ញុំអត់មានបំណងចង់បិទសិទ្ធក្នុងការបញ្ចេញមតិរបស់អ្នកគេម្នាក់ឯងគ្រាន់តែខ្ញុំចង់លើកឡើងថាសម្ដីដែលយើងខ្ជាក់ហើយគឺយើងមិនអាចលេបវិញបានទេសូម្បី status ដែលយើងផុសហើយយើងគិតថាយើង delete ចោលយើងលុបចោលក៏មានគេ screenshot ទុកហើយដែរអ្នកទាំងអស់គ្នា FBI ស្រុកខ្មែរមិនមែនធម្មតាទេដូច្នេះមុនពេលយើងផុសឬក៏ comment ពីខ្លួនឯងក្តីពីអ្នកដទៃក្តីជាពិសេសពេលដែលយើងកំពុងតែខឹងគឺយើងគួរតែដកខ្លួនហើយគិតឡើងវិញឲ្យច្រើនដងបំផុតព្រោះពេលខ្លះផុសទៅយើងធូរចិត្តពេលហ្នឹងប៉ុន្តែវាធ្វើឲ្យរឿងហ្នឹងកាន់តែពិបាកដោះស្រាយកាន់តែខាតយើងទៅមុខទៀតមិនខ្វះទេអ្នកនរគ្នាដែលអ្នកដែលគាត់បាត់បង់ការងារបាត់បង់ចំណូលដោយសារការផុសដែលអត់ចេះគិតនឹងឯងខ្ញុំផ្ទាល់ខ្ញុំធ្វើជាអ្នកបង្កើតមាតិកាមក13ឆ្នាំហើយតាំងពីទៅសេ blog ខ្លួនឯងសេ website រហូតមកដល់ធ្វើវីដេអូឥឡូវហ្នឹងហើយខ្ញុំអាចនិយាយបានថាខ្ញុំមិនដែលមានរឿងអាស្រូវជាលក្ខណៈសាធារណៈហ្នឹងដោយសារសំណាងយើងដែរតែមួយទៀតដោយសារមុននឹងខ្ញុំផុសអីគឺខ្ញុំគិតច្រើនណាស់ហើយខ្ញុំអត់ដែលផុសតាមតែអារម្មណ៍ខ្ញុំទេទម្លាប់ទី4ឈប់ជឿលើវីដេអូឬក៏ព័ត៌មានចម្លែកទៀតសម័យនេះការប្រើប្រាស់ AI គឺពិតជាធ្វើឲ្យវាងាយស្រួលក្នុងការឆបបោកគេមែនតើដល់ថ្នាក់ថាសូម្បីតែយើងក្មេងៗពេលខ្លះមើលដឹងថានឹងជា AI អត់ទេហើយចាប់អត់ឈ្នះតែហ្មងគឺច្រើនខ្លាំងអញ្ចឹងដើម្បីការពារខ្លួនយើងពីការក្លែងបន្លំឆបបោកព័ត៌មានមិនពិតជាច្រើនយើងគួរតែកុំឆាប់ជឿលើអ្វីដែលយើងឃើញនៅក្នុងបណ្ដាញសង្គមពេកអញ្ចឹងមិនថាយើងត្រូវមើលឲ្យជាក់ច្បាស់ហើយពិចារណាម្ដងហើយម្ដងទៀតថាព័ត៌មានហ្នឹងវាសមហេតុសមផលអត់ព្រោះសម័យនេះអីក៏គេអាចប្រឌិតបានដែរដើម្បីទៅផលប្រយោជន៍គេនោះទម្លាប់ទី5ឈប់ផុសព័ត៌មានផ្ទាល់ខ្លួនទៀតខ្ញុំផ្ទាល់បានចាប់ផ្ដើមលេង Facebook តាំងឆ្នាំ2010ពេលហ្នឹងគឺយើងផុសពីព័ត៌មានផ្ទាល់ខ្លួនច្រើនមែនតើដោយសារពេលនោះអ្នកលេង Facebook ក៏តិចដែរហើយវាដូចជាអត់ទាន់មានបញ្ហាអីខ្លាំងណាប៉ុន្តែសម័យនេះគឺខុសគ្នា180ដឺក្រេមានអ្នកដែលមានបំណងមិនល្អជាច្រើនណាចាំយកព័ត៌មានផ្ទាល់ខ្លួនរបស់គេតាមអនឡាញយកទៅធ្វើរឿងមិនល្អដូច្នេះដើម្បីកុំឲ្យមានរឿងនៅថ្ងៃក្រោយយើងគួរតែកុំផុស
តាក់ទងនឹងអាស័យដ្ឋានតាក់ទងនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងសាលារៀនកន្លែងដែលយើងទៅកន្លែងធ្វើការរបស់យើងលេខទូរស័ព្ទលេខអត្តសញ្ញាណប័ណ្ណលេខគណនីធនាគារអីអញ្ចឹងរបស់ទាំងអស់ហ្នឹងកុំផុសអីយើងត្រូវគិតថាអញ្ចឹងបើគ្រាន់តែគេមើលទៅ profile យើងឯងគេដឹងថាយើងនៅណាគេដឹងថាយើងធ្វើអីគេអញ្ចឹងសុវត្ថិភាពរបស់យើងគឺវាថយចុះមកកម្រិតបាត់ទៅហើយតែអញ្ចឹងនេះគឺជាទម្លាប់ទាំង5ដែលខ្ញុំគិតថាយើងគួរតែធ្វើពេលដែលយើងនៅ online ចុះអ្នកទាំងអស់គ្នាគិតថាធ្វើអញ្ចឹងសមហេតុសមផលអត់បើមានអីចង់បន្ថែមគឺអាចបន្ថែមនៅក្នុង comment ខាងក្រោមបានចាអញ្ចឹងសារជាថ្មីម្ដងទៀតកុំភ្លេចចូលរួម survey តាម link ខាងក្រោមណាផ្លៃហើយមានឱកាសបាន giveaway ជាសៀវភៅហើយនឹង note ពីខ្ញុំផ្ទាល់អូខេអរគុណច្រើនបាយបាយ